យើងនឹងជប់គ្នាជាមួយក្មួយដើម្បីបណ្ដុះបណ្ដាលនិងពង្រឹងអ្វីដែលជាស្មារតីអ្នកស្នេហាជាតិអ្នកប្រជាធិបតេយ្យហើយសំខាន់បំផុតមកជជែកគ្នានៅយុទ្ធសាស្ត្រដើម្បីបន្តនៅក្នុងការការពារលទ្ធិប្រជាធិបតេយ្យបងប្អូនបានស្ដាប់ហើយនៅសម្ដីរបស់លោកស្រីមូសុខួរបាទមូសុខួរគ្រាន់តែនិយាយខ្មែរតែប្រហែលម៉ាត់សោះនិយាយមិនបានកន្លះម៉ោងផងប្រហែលនាទីសោះដូចខ្មែរនិយាយមិនត្រូវតែម្ដងបាទប៊ីបឹកក្នុងនាមជាអតីតមេប្រឆាំងម្នាក់ដែរប៉ុន្តែនិយាយខ្មែរមិនត្រូវចំណេះដឹងបទពិសោធន៍សូន្យតែម្ដងបាទសំណាងណាបងប្អូនមូសុខួរជាអតីតមេដឹកនាំប្រឆាំងបើសិនជាមូសុខួរនេះនៅក្នុងជួរមន្ត្រីរបស់គណៈបកប្រជាជនណាច្បាស់ជាក្រុមនៅក្រៅប្រទេសក្រុមប្រឆាំងមួយចំនួននោះជេរបចោងាប់បាទចោតប្រកាន់មូសុខួរថាមូសុខួរនឹងកូនយួនសុទ្ធតែម្ដងបើខ្មែរនិយាយមិនច្បាស់ផងហ្នឹងបាទហើយពាក់ព័ន្ធជាមួយនឹងការលើកឡើងរបស់មូសុខួរនេះស្អីទៅជាការបណ្ដុះបណ្ដាលដែលមូសុខួរទៅអាមេរិកក៏ដោយបាទទៅបារាំងក៏ដោយទៅជប៉ុនក៏ដោយស្ថានខ្ញុំទៅជួបគេដើម្បីបណ្ដុះបណ្ដាលទៅណែនាំដើម្បីមានយុទ្ធសាស្ត្រផ្សេងអញ្ចឹងទៅហែហូលាក់អញ្ចឹងទៅបណ្ដុះបណ្ដាលហ្នឹងបណ្ដុះបណ្ដាលអីក្រៅពីឲ្យកូនចៅឲ្យក្រុមការងារនឹងបន្តញុះញង់អញ្ចឹងទៅបាទបន្តលៀបពណ៌មកលើរដ្ឋាភិបាលកម្ពុជាអញ្ចឹងទៅបាទបន្តផ្សព្វផ្សាយព័ត៌មានដែលមិនពិតធ្វើឲ្យប៉ះពាល់ទៅដល់កិត្តិយសប្រទេសជាតិអញ្ចឹងទៅបាទបន្តផ្សព្វផ្សាយព័ត៌មានคล้ายៗឲ្យបងប្អូនប្រជាពលរដ្ឋមានការយល់ច្រឡំអញ្ចឹងទៅបាទខ្ញុំគិតថាបើសិនជាក្រៅពីរឿងនេះគ្មានអ្វីដែលត្រូវបណ្ដុះបណ្ដាលទេព្រោះបងប្អូនមើលសមត្ថភាពមូសុខួរមើលទាំងមូសុខួរទាំងអេងឆៃអៀងទាំងអ៊ុំសំអានបាទបូករួមទាំងសំរងស៊ីទៀតទាំងសមត្ថភាពទាំងចំណេះដឹងទាំងអរិយាប័ត្រទាំងសិលធម៌បើនិយាយទៅមកព្រមតែម្ដងគ្មានអីដែលត្រូវចាប់អារម្មណ៍គ្មានអ្វីដែលត្រូវគេហៅថាយោជាការបានណាបើនិយាយអំពីចំណេះដឹងទាំងអស់នេះគឺសូន្យតែម្ដងបាទបើប្រៀបជាមួយនឹងបងប្អូនដែលរស់នៅក្រៅប្រទេសបងប្អូនដែលជាពលករមិនថាបងប្អូនពលករនៅកូរ៉េក៏ដោយបងប្អូនពលករនៅជប៉ុនក៏ដោយបងប្អូនដែលរស់នៅសហរដ្ឋអាមេរិកក៏ដោយនៅបារាំងក៏ដោយបើប្រៀបធៀបជាមួយនឹងបងប្អូនទាំងអស់គឺមិនស្មើចំណេះដឹងមិនស្មើបងប្អូនទេបាទប៉ុន្តែដោយសារតែបងប្អូននៅក្រៅប្រទេសគិតថាដោយសារតែបុគ្គលមូសុខួរអេងឆៃអៀងអ៊ុំសំអានបូករួមជាមួយសំរងស៊ីនេះដោយសារតែក្រុមនេះជាអតីតមេប្រឆាំងបានជានិយាយអីក៏និយាយអីក៏អើតែបើនិយាយអំពីសមត្ថភាពបសូនណាបងប្អូនទៅអត់រួចទេណាបាទអញ្ចឹងបាទខ្ញុំតែងតែអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងបងប្អូនធ្វើការងារនៅក្រៅប្រទេសបាទសូមកុំឲ្យមនុស្សឈួតសូមកុំឲ្យមនុស្សដែលអវិជ្ជាសូមកុំឲ្យមនុស្សដែលគ្មានចំណេះដឹងសូមកុំឲ្យមនុស្សដែលមានបំណងចង់បំផ្លាញផលប្រយោជន៍ជាតិបំផ្លាញផលប្រយោជន៍ប្រជាពលរដ្ឋទៅបោកប្រាស់បងប្អូនបានទៅបង្រៀនបងប្អូនទៅណែនាំបងប្អូនអាម៉េចបើចំណេះដឹងខ្លួនឯងគ្មានចេះស្អីក្រៅពីញុះញង់លៀបពណ៌បាទនិយាយខ្មែរមិនច្បាស់ផងហ្នឹងសូមបងប្អូនពិចារណាក្នុងចំណុចនេះជៀសវាងមនុស្សអត់គ្រប់ទឹកទៅបង្រៀនបណ្ឌិតបាទអាការដើរហើរទៅជប៉ុនក៏ដោយអាការជិះយន្តហោះទៅកូរ៉េក៏ដោយទៅអាមេរិកក៏ដោយបើមិនមានថវិកាមិនមានធុងលុយមិនមានហឹបលុយមិនមានអីសក់កប៉ៅមូសុខួរនឹងបាក់ពួកនេះមិនទៅទេបាទអាវប្បធម៌ចូលលុយតិចស្នេហាជាតិតិចចូលលុយច្រើនស្នេហាជាតិច្រើននេះវាមិនចោលក្បួនទេវាមិនចោលចរិតទេបើនិយាយអំពីពាក្យថាស្នេហាជាតិនៅលើតែបបោមាត់ទេក៏ប៉ុន្តែគំនិតអត្តចរិតក្រុមទាំងនេះបំណងក្រុមទាំងនេះគឺដើម្បីតែបោកបងប្អូនដើម្បីតែកេងប្រវ័ញ្ចបងប្អូនក៏ដូចជាចង់បានផលប្រយោជន៍ពាក់ព័ន្ធជាមួយនឹងលុយបោកលុយបងប្អូនអញ្ចឹងណាតែបើនិយាយអំពីគំនិតនិងគោលបំណងពិតប្រាកដរបស់ក្រុមនេះគឺដើម្បីតែបោកលុយបងប្អូនកុហកបងប្អូនភូតបងប្អូនបាទដើម្បីតែបានផលប្រយោជន៍ផ្ទាល់ខ្លួនយកលុយមកសួរអប៉ៅតែប៉ុណ្ណោះបាទតែបើនិយាយពីស្នេហាជាតិពួកនេះគ្មានទេព្រោះមកជីវិតក្រុមទាំងនេះវារស់នៅក្រៅប្រទេសរហូតទៅហើយបាទមានតែបងប្អូនខ្មែរយើងដែលរស់នៅក្រៅប្រទេសដែលទៅធ្វើការងារនៅក្រៅប្រទេសនេះទេដែលយើងស្រឡាញ់ជាតិពិតប្រាកដដែលយើងមានតែសញ្ជាតិមួយគឺសញ្ជាតិខ្មែរគឺសញ្ជាតិកម្ពុជានៅពេលដែលបងប្អូនទៅធ្វើការងារក្រៅប្រទេសដល់អាណត្តិត្រឡប់មកខ្មែរវិញយើងរស់នៅខ្មែរធម្មតាបងប្អូនខ្លះក៏រស់នៅក្រៅប្រទេសអញ្ចឹងទៅនៅពេលដែលគាត់ចង់ត្រឡប់មកខ្មែរគាត់មករស់នៅដោយសារតែគាត់សញ្ជាតិខ្មែរតែសម្រាប់សំរងស៊ីសម្រាប់មូសុខួរសម្រាប់បុគ្គលមួយចំនួនសញ្ជាតិអាមេរិកសញ្ជាតិបារាំងអញ្ចឹងពួកនេះមិនខ្វល់អំពីសុខទុក្ខបងប្អូនខ្មែរទេមិនខ្វល់អំពីប្រទេសជាតិយើងទេធ្វើអ្វីគ្រប់យ៉ាងទាំងអស់គឺដើម្បីតែបោកប្រាស់បងប្អូនប្រជាពលរដ្ឋគេចំណេញផលប្រយោជន៍ពីបងប្អូនប្រជាពលរដ្ឋបោកលុយប្រជាពលរដ្ឋបាទហើយជិះយន្តហោះទៅតិចទៅកូរ៉េតិចទៅជប៉ុនតិចទៅបារាំងតិចទៅអាមេរិកដោយសារអីដោយសារតែលុយនឹងឯងសាកជិះយន្តហោះទៅបារាំងទៅជប៉ុនទៅកូរ៉េទៅអាមេរិកទៅម្ដងពីរដងអត់លុយមកបើពួកនេះទៅភ្នាល់តែដោយសារតែលុយនឹងឯងបាទហើយរៀបចំកម្មវិធីទៅអស់ទីទួយទៅនៅសល់លុយរាប់ពាន់ដុល្លារមកវិញចឹងទៅសួរថាម្ដងរាប់ពាន់ម្ដងរាប់ម៉ឺនសួរថាណាមិនទៅបាទណាមិនជួបជុំ
នេះជាចំណុចមួយដែលបងប្អូនត្រូវពិចារណាហើយការលើកឡើងសិតទៅស្អីខ្ញុំចង់ទៅបណ្ដោះបណ្ដាលខ្ញុំចង់ទៅណែនាំបន្ថែមពាក់ព័ន្ធជាមួយនឹងរឿងស្នេហាជាតិត្រូវធ្វើម៉េចដើម្បីឲ្យកម្ពុជាមានលទ្ធិប្រជាធិបតេយ្យឡើងវិញចេះមួយចុះពីរអញ្ចឹងណាបាទខ្លួនឯងល្ងងទេនិយាយខ្មែរមិនច្បាស់ផងបទពិសោធន៍ចំណេះដឹងវិញសូន្យហើយសោះស្អីណាទៅបណ្ដោះបណ្ដាលគេគិតមើលទៅបងប្អូនមើលសុំបីតការនិយាយហ្នឹងទៅមុខទៅក្រោយថយមុខថយក្រោយដូចមនុស្សអត់គ្រប់ទឹកហ្នឹងបាទអានេះសុំតោមិនមែនជាការវាយប្រហារក៏ដូចជាមើលងាយក៏ដូចជា deal អីទេណាប៉ុន្តែវាការពិតគឺវាអញ្ចឹងនិយាយទៅមុខទៅក្រោយទៅមុខទៅក្រោយរត់តាពី1ដល់10មិនឃើញផងហ្នឹងបាទអានេះគឺជាចរិតពិតក៏ដូចជាចំណេះដឹងពិតរបស់មូសុខួរ